គ្រប់គ្រងគំនិតคล้ายជាម្ចាស់ជីវិតសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូអភិវឌ្ឍខ្លួនឯងជាពិសេសដែលមានចំណងជើងថាគ្រប់គ្រងគំនិតคล้ายជាម្ចាស់ជីវិតក្នុងនាទីបន្ទាប់នេះយើងនឹងសម្លឹងចូលទៅក្នុងប្រភពដើមបំផុតដែលបង្កើតជីវិតរបស់មនុស្សគ្រប់គ្នានោះគឺគំនិតដកដង្ហើមជ្រៅៗសម្រាប់រាងកាយបើកចិត្តឲ្យទូលាយហើយអនុញ្ញាតឲ្យខ្ញុំដឹកនាំអ្នកម្ដងនេះភាគទី1អំណោយនៃគំនិតគឺជាអំណោយដ៏អស្ចារ្យវាអាចបង្កើតអាពាហ៍ពិពាហ៍ដ៏សប្បាយអាចបង្កើតការងារដែលអ្នកស្រឡាញ់អាចបង្កើតអនាគតដ៏ភ្លឺតែគំនិតក៏អាចបំផ្លាញអ្នកបានដែរបើអ្នកមិនដឹងរបៀបគ្រប់គ្រងវាដែរមនុស្សជាច្រើនបរាជ័យមិនមែនព្រោះគេមិនមានសមត្ថភាពទេតែព្រោះគេមិនអាចគ្រប់គ្រងគំនិតខ្លួនឯងទេគំនិតគឺប្រភពអារម្មណ៍សកម្មភាពទម្លាប់ជោគជ័យនិងជីវិតទាំងមូលចូលចងចាំគំនិតរបស់អ្នកស្មើនឹងជីវិតរបស់អ្នកបើអ្នកងាយបារម្ភជីវិតនឹងពោរពេញទៅដោយបារម្ភបើអ្នកគិតវិជ្ជមានជីវិតនឹងសូវមានអ្វីល្អបើអ្នកជឿលើខ្លួនការជឿនាំអ្នកទៅរកជោគជ័យភាគទី2កំហុសធំក្នុងការគិតមនុស្សជាច្រើនគិតខុសរបៀបដោយមិនដឹងខ្លួនមាន3រឿងធំដែលបំផ្លាញគំនិត 1. គិតអវិជ្ជមានជារហូតចាំតែគិតអំពីបញ្ហាជំនួសឲ្យតែគិតអំពីដំណោះស្រាយ 2. ខ្វល់ខ្វាយចំពោះអនាគតគិតលើអ្វីដែលមិនទាន់កើតរហូតធ្វើឲ្យខ្លាចដោយគ្មានហេតុផល 3. គិតប៉ះពាល់ដោយអ្នកដទៃគេនិយាយអ្វីអ្នកបោះបង់គំនិតដើមរបស់អ្នកឯងនោះមិនមែនជាម្ចាស់ជីវិតទេនោះគ្រាន់តែជាមនុស្សដែលត្រូវគេជំរុញតើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេបើបានចាអ្នកមិនម្នាក់ឯងទេជាង 80% មនុស្សគិតជាប្រចាំតាមបែបគំនិតប្រឆាំងខ្លួនឯងតែថ្ងៃនេះយើងនឹងផ្លាស់ប្ដូរភាគទី3វិធីសាស្ត្រគ្រប់គ្រងគំនិតការគ្រប់គ្រងគំនិតគឺដូចជាការបណ្ដុះសត្វត្រូវបង្ហាត់វារៀងរាល់ថ្ងៃរហូតវាវិនិយោគការគិតល្អជំនួសឲ្យគំនិតអាក្រក់វិធីទី1ចាប់អារម្មណ៍លើគំនិត awareness ម្ចាស់ជីវិតគឺមនុស្សដែលដឹងថាកំពុងគិតអ្វីមិនមែនស្វែងរកគំនិតទៅគ្រប់ទិសទេរៀនសង្កេតគំនិតនៅពេលខ្លាចនៅពេលខឹងនៅពេលតានតឹងសួរខ្លួនឯងថាតើគំនិតនេះមានប្រយោជន៍ឬតើវាជំរុញខ្ញុំឬទាញខ្ញុំចុះវិធីទី2បដូរគំនិតអវិជ្ជមានទៅវិជ្ជមានឧទាហរណ៍ខ្ញុំមិនអាចទៅជាខ្ញុំនឹងព្យាយាមវាពិបាកណាស់ទៅជាវាគ្រាន់តែជាចំណងជើងថ្មីមួយខ្ញុំខ្សោយទៅជាខ្ញុំកំពុងខ្លាំងឡើងរៀងរាល់ថ្ងៃវិធីទី3អនុវត្ត mindfulness 5នាទីស្ដាប់ដង្ហើមមើលអ្វីកើតឡើងក្នុងគំនិតមិនត្រូវវិនិច្ឆ័យគ្រាន់តែសង្កេតនេះគឺជាកុនសោសម្រាប់គ្រប់គ្រងគំនិតភាគទី4ការប្រែគំនិតទៅជាទម្លាប់គំនិតមិនអាចផ្ដួលជីវិតអ្នកបានប្រសិនបើវាមានតែការគិតប៉ុណ្ណោះវាត្រូវបានបំលែងទៅជាទម្លាប់ជាការអនុវត្តជាប្រកប1ទម្លាប់នៃការនិយាយវិជ្ជមានទៅខ្លួនឯងរៀងរាល់ព្រឹកថ្ងៃនេះខ្ញុំខ្លាំងជាងម្សិលមិញខ្ញុំគ្រប់គ្រងគំនិតខ្លួនបានកាយខ្ញុំអាចក្លាយជាម្ចាស់ជីវិតខ្លួន2ទម្លាប់នៃការកំណត់គោលដៅជាក់លាក់គ្មានគោលដៅមិនមានទិសដៅនៃគំនិតត្រូវការតារាងណែនាំដូចជានាវាត្រូវការបង្គោលបង្ហាញផ្លូវសរសេរក្នុងក្រដាសគោលដៅ1ខែគោលដៅ3ខែគោលដៅ1ឆ្នាំ3ទម្លាប់នៃការរៀនអ្វីថ្ងៃគំនិតពង្រីកពេលអ្នករៀនអ្នកប្រើពេល10នាទីក្នុងមួយថ្ងៃអានឬស្ដាប់ឬមើលអ្វីដែលជួយអភិវឌ្ឍខ្លួន30ថ្ងៃបន្ទាប់អ្នកនឹងឃើញអ្វីដែលខុសគ្នាច្រើនណាស់ភាគទី5ក្លាយជាម្ចាស់ជីវិតពិតប្រាកដគឺមនុស្សដែលមិនឲ្យគំនិតអវិជ្ជមានគ្រប់គ្រងជ្រើសរើសគិតអ្វីដែលល្អគំនិតចក្ខុវិស័យច្បាស់សម្រេចចិត្តដោយប្រើគំនិតមិនមែនអារម្មណ៍មិនឲ្យអ្នកដទៃបដូរភាពជាមនុស្សរបស់ខ្លួនតើអ្នកចង់ក្លាយជាម្ចាស់ជីវិតទេចូលចាប់ផ្ដើមពីថ្ងៃនេះពិនិត្យគំនិតជ្រើសរើសគំនិតបង្កើតអារម្មណ៍វិជ្ជមានអនុវត្តសកម្មភាពល្អ
បង្កើតជីវិតដែលអ្នកចង់បានគ្មាននរណាម្នាក់ទៀតធ្វើជំនួសអ្នកបានទេវាគឺជាការងាររបស់អ្នកជីវិតរបស់អ្នកអនាគតរបស់អ្នកភាគចុងបញ្ចប់សារលួងចិត្តឥឡូវនេះសូមបិទភ្នែកបន្តិចស្ដាប់សំឡេងខ្លួនឯងក្នុងភាពស្ងប់សូមនិយាយទៅខ្លួនឯងថាខ្ញុំគ្រប់គ្រងគំនិតខ្លួនឯងបានតាមដានគំនិតខ្លួនឯងបាននិងខ្ញុំជាម្ចាស់ជីវិតខ្លួននៅថ្ងៃដែលអ្នកចាប់ផ្ដើមគិតល្អជីវិតនឹងបើកទ្វារអ្វីល្អៗសម្រាប់អ្នកមានអំណោយនៅក្នុងដៃរួចហើយគ្រាន់តែប្រើវាសូមអរគុណដែលបានស្ដាប់រហូតដល់ចប់និងសូមសំណាងល្អក្នុងដំណើរអភិវឌ្ឍគំនិតនិងជីវិតរបស់អ្នក